នេះជាថ្ងៃខួបកំណើតប្តីនៅស្រុកកូរ៉េនេះជាប្រពៃណីគេនៅក្នុងថ្ងៃខួបកំណើតហ្នឹងម្ហូបដែលគេត្រូវញ៉ាំហើយមិនអាចខ្វះបាននោះគឺជាអីបងប្អូនទីសាកមើលចាចាន ចាគេហៅថាមីយ៉ាគុកហ្នឹងគឺជាម្ហូបដែលគេធ្វើគេស្លពីសារាយសមុទ្រចឹងណាហើយម្ហូបហ្នឹងគឺនៅថ្ងៃខួបកំណើតហ្នឹងគេត្រូវតែញ៉ាំខ្វះអីខ្វះតែម្ហូបមួយមុខហ្នឹងគឺខ្វះអត់បានទេព្រោះវាជាទំនៀមទម្លាប់របស់គេថាញ៉ាំម្ហូបហ្នឹងទៅបានន័យថាគេឡើងអាយុមួយឆ្នាំអញ្ចឹងណាហើយការធ្វើម្ហូបហ្នឹងក៏វាមិនពិបាកអីដែរបងប្អូនមានតែសារាយសមុទ្រសាច់គោបន្តិចមកហើយនឹងប្រេងល្ងហើយគ្រឿងក្រៅស្លហ្នឹងបន្តិចមកហើយហីកាលនៅពីតូចរំភើបនឹងបាននំខេកញ៉ាំដល់តែពេលចាស់ទៅលែងរំភើបនឹងអានំខេកហ្នឹងហើយគេរំភើបនៅពេលដែលមានមនុស្សចងចាំថ្ងៃខួបកំណើតរបស់យើងអញ្ចឹងណាជាពិសេសគឺជាមនុស្សដែលយើងស្រឡាញ់បើគេមិនបានចាំថ្ងៃខួបកំណើតហ្នឹងទេមានន័យថាគេអត់បានយកចិត្តទុកដាក់ជាមួយយើងទេ ដល់ពេលអញ្ចឹងទៅគិតចុះគិតឡើងខួបកំណើតឪពុកម្ដាយខ្លួនឯងអត់ដែរចាំមកលេងហើយរឿងអីហេតុអីបានមកត្រូវចាំខួបកំណើតប្ដីដែលជាអ្នកដតីសុទ្ធសាធនេះអើយ